mình thua mà đáក្រុមហ៊ុនអចលនទ្រព្យដល់ល្បីពេញហួតកើតចេញពីបងប្អូនពីររូបធ្លាប់ជាអ្នកម៉ៅការសំណង់ពិតជាគួរឲ្យឆ្ងើយសរសើរមែនទែនបងប្អូនគណៈក្រុមហ៊ុនអចលនទ្រព្យដ៏ធំនិងល្បីបំផុតមួយនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនពេញហួតគ្រប់ដែលបច្ចុប្បន្នមានអាជីវកម្មធំៗ3បានចាប់ផ្ដើមចេញពីបងប្អូនពីររូបដែលធ្លាប់ធ្វើការងារសំណង់ក្នុងតួនាទីជាអ្នកម៉ៅការតែប៉ុណ្ណោះក្រុមហ៊ុនពេញហួតដែលគេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណិតនិងបែបអេកូគឺការចេញពីឈ្មោះបងប្អូន2នាក់គឺលោកហៀងប៊ុនពេងនិងលោកថៃជីហួតដោយនៅឆ្នាំ1991ទាំងពីរនាក់បងប្អូនបានចូលធ្វើការងារសំណង់ក្នុងតួនាទីជាអ្នកម៉ៅការសំណង់មុនពេលដែលពួកគាត់ទាំងពីរឈានជើងចូលប្រឡូកក្នុងអាជីវកម្មជាអ្នកអភិវឌ្ឍអចលនទ្រព្យទោះជាយ៉ាងណាក៏ដោយកាលពីក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ1993ដល់ឆ្នាំ1994អាជីវកម្មក្រុមហ៊ុនបានជួបប្រទះបញ្ហាហិរញ្ញវត្ថុជាខ្លាំងដោយសារតែការលក់បានធ្លាក់ចុះទាបកាលពីកំឡុងពេលនោះរហូតដល់ឆ្នាំ2003ស្ថានភាពទីផ្សារមានភាពល្អប្រសើរឡើងវិញហើយនៅឆ្នាំ2005បងប្អូនទាំងពីរបានចាប់ដៃគ្នាបង្កើតក្រុមហ៊ុនបូរីពេញហួតនេះឡើងការសាងសង់ផ្ទះលក់ដំបូងនៅក្នុងឆ្នាំ2005គឺមានតែផ្ទះ5ល្វែងហើយតម្លៃនៅពេលនោះតែខ្ទង់$20,000ប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបូរីពេញហួតបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលបណ្ដាក់ទុនសាងសង់ប្រភេទវីឡាប្រណិតតម្លៃរាប់លានដុល្លារគួរឲ្យដឹងដែរថានៅពេលដែលអាជីវកម្មកាន់តែរីកធំឡើងជាបន្តបន្ទាប់ក៏មានបងប្អូនបង្កើតផ្សេងទៀតបានចូលរួមវិនិយោគជាមួយគ្នានិងដឹកនាំក្រុមហ៊ុនបូរីពេញហួតរហូតបានបង្កើតទៅជាក្រុមហ៊ុនពេញហួតគ្រប់នៅក្នុងឆ្នាំ2016ដោយមានចំណង់ចំណូលចិត្តទៅលើភាពទំនើបនិងល្អឥតខ្ចោះរបស់ក្រុមគ្រួសារនិងថ្នាក់ដឹកនាំក្រុមហ៊ុនទើបធ្វើឲ្យក្រុមហ៊ុនពេញហួតគ្រប់ទទួលបានជោគជ័យដូចដែលយើងឃើញសពថ្ងៃនេះបច្ចុប្បន្នក្រុមហ៊ុនពេញហួតគ្រប់មានអាជីវកម្មធំៗចំនួន3គឺក្រុមហ៊ុនបូរីពេញហួតក្រុមហ៊ុន PH Construction និងក្រុមហ៊ុន PH Investment ដែលរួមមានក្រុមហ៊ុនជាបិទសម្ព័ន្ធដូចជា PH Eco Mall, PH Diamond Mall, PH Euro Park, PH Grand Halls ក្រុមហ៊ុនជួល Leasing Property និងក្រុមហ៊ុនគ្រប់គ្រងបូរីនិងខុនដូជាដើមបើតាមអ្នកអាជ្ញាថៃជីហួតប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុនបូរីពេញហួតគ្រប់បានឲ្យដឹងថាហេតុផលដែលធ្វើឲ្យក្រុមហ៊ុនពេញហួតគ្រប់ដើរមកដល់ចំណុចនេះគឺដោយសារការផ្ដល់នៅបរិយាកាសរស់នៅល្អសម្រាប់អនាគតប្រទេសកម្ពុជាខណៈពេលមនុស្សជាច្រើនកំពុងតែយកចិត្តទុកដាក់គិតគូរនឹងការពារទៅលើវិស័យបរិស្ថានក្រុមហ៊ុនបានផ្ដល់ឲ្យអតិថិជននិងសហគមន៍នូវគុណតម្លៃដោយសាងសង់លំនៅឋានដែលមានគុណភាពខ្ពស់ដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែមានន័យបន្ថែមពីនេះក្រុមហ៊ុនក៏យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាដោយចាត់ទុកពួកគេដូចជាគ្រួសារតែមួយព្រោះក្រុមហ៊ុនជឿជាក់ថាការចែករំលែកនិងការថែរក្សាគឺជាគុណតម្លៃដ៏ថ្លៃថ្លានៃបេះដូងរបស់ក្រុមហ៊ុនជឿជាក់លើវប្បធម៌នៃការរៀនសូត្រហើយនឹងការកែលម្អគ្នាទៅវិញទៅមកគឺនៅតែបន្តជានិច្ចគូបញ្ជាក់ថាការពីពេលថ្មីកន្លងទៅនេះក្រុមហ៊ុនពេញហួតគ្រប់ក៏បានពង្រីកការវិនិយោគរបស់ខ្លួនទៅលើវិស័យសុខាភិបាលបន្ថែមផងដែរដោយក្រុមហ៊ុនចូលរួមវិនិយោគទុនលើការសាងសង់មន្ទីរពេទ្យថ្មីតម្លៃ$300លាននៅក្នុងរាជធានីភ្នំពេញដោយក្រុងនឹងបើកការដ្ឋាននៅក្នុងឆ្នាំ2026នេះគឺជាដំណើរនៃភាពរីកចម្រើនដ៏អស្ចារ្យមួយរបស់អ្នកជំនួញខ្មែរយើងដែលអាចវិវត្តខ្លួនពីអ្នកម៉ៅការសំណង់ក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏មានសក្តានុពលនៅក្នុងប្រទេសតើបងប្អូនណាខ្លះធ្លាប់បានទៅលេងគម្រោងបូរីពេញហួតឬកំពុងរស់នៅក្នុងគម្រោងជួយខមមិនឲ្យខ្ញុំបានដឹងផងជួបគ្នានៅក្នុងវីដេអូក្រោយសម្រាប់បងប្អូនដែលចង់ពង្រឹងអាជីវកម្មចង់ឲ្យអាជីវកម្មមានចំណូលច្រើនការលក់កើនឡើងហើយចំណេញខ្ពស់បងប្អូនអាចបញ្ជាទិញសៀវភៅដោះខាត់របស់ Business Cambodia យកទៅអានបន្ថែមបានសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចឆាតចូល Page ឬក៏ទម្លាក់លេខទូរស័ព្ទនៅក្នុង comment នេះក្រុមការងារនឹងតាក់ទងទៅ